និងសូលីស្យុងអំបិលរ៉ែដើម្បីជួយការពារបញ្ហាកង្វះជាតិទឹកទី2បើសិនជាសង្ស័យថាវាអាចបណ្ដាលមកពីបាក់តេរីអាចប្រើថ្នាំអង់ទីប៊ីយោទិកតាមការណែនាំរបស់ពេទ្យសត្វទី3ប្រសិនបើជាបណ្ដាលមកពីព្រូននិងប៉ារ៉ាស៊ីតត្រូវប្រើថ្នាំទម្លាក់ព្រូនឲ្យបានសមស្របទី4យើងត្រូវធ្វើការសម្អាតទ្រុងនិងដាក់ជ្រូកឈើឬជ្រូករាកឲ្យនៅដាច់ដោយឡែកពីហ្វូងបើសិនជាជ្រូករាកខ្លាំងបងប្អូនអាចសាកប្រើជាមួយនឹងថ្នាំពីរមុខនេះដូចរបស់ខ្ញុំក៏បានដែរដែលថ្នាំទាំងពីរមុខនេះគឺខ្ញុំមានជាប់ទ្រុងជាប្រចាំគឺអត់ដែលដាច់ទេហើយសម្រាប់ជ្រូករបស់ខ្ញុំកាលដំបូងឡើយដែលយកមកពីគេមានបញ្ហារាកគឺខ្ញុំចាក់ទៅពីរមុខហ្នឹងគឺជាដាច់តែម្ដងហើយក៏អត់ប្រើសាំញ៉ាំច្រើនថ្ងៃដែរគឺចាក់តែ2ទៅ3ដងអីជាហើយព្រោះថ្នាំទាំងពីរមុខនេះខ្ញុំធ្លាប់ប្រើផ្ទាល់ខ្លួនឯងទាំងជ្រូករាកធម្មតារាក